ជួយប្រាប់តគ្នាផងរូបមន្តឱសថធម្មជាតិព្យាបាលគៀបសរសៃឆ្អឹងខ្នងយ៉ាងពូកែស័ក្តិសិទ្ធិរោគប្រដូចមិនបានអាការៈធ្ងន់ធ្ងរណាស់ដេកតែលើគ្រែអស់រយៈពេលជាង1ខែទិញថ្នាំអស់ច្រើនហើយគ្រាន់បានជួយកាត់បន្ថយតែមិនទាំងស្រុងនោះទេពេលអស់ជាតិថ្នាំក៏វិលត្រឡប់មកវិញភ្លាមរកបានហើយរូបមន្តធម្មជាតិបុរាណពូកែស័ក្តិសិទ្ធិព្យាបាលគៀបសរសៃឆ្អឹងខ្នងមនុស្សសម័យបុរាណដឹងពីវិធីសាស្ត្រនេះយូរណាស់មកហើយជំងឺគៀបសរសៃឆ្អឹងខ្នងគឺជាការរលាកសរសៃប្រសាទដែលជាទូទៅបណ្ដាលមកពីដំណើរក្រហាយរលរាលនៃឫសរបស់សរសៃប្រសាទណាមួយជានិច្ចកាលជំងឺគៀបសរសៃឆ្អឹងខ្នងនេះក៏តែងតែមានទំនាក់ទំនងម្យ៉ាងដែលគៀបសរសៃលើសរសៃប្រសាទវាស្ដែងឡើងដោយការឈឺចាប់យ៉ាងខ្លាំងទៅតាមបណ្ដោយផ្ទៃខាងក្រោយនៃជើងវាជាមូលហេតុដែលគេតែងតែជួបប្រទះជាញឹកញាប់ជាងគេចំពោះមនុស្សពេញវ័យវាបណ្ដាលមកពីឆ្អឹងកងគៀបសង្កត់ទៅលើឫសនៃសរសៃប្រសាទដែលចេញមកតាមចន្លោះទី4និងទី5នៃឆ្អឹងកងឬក៏ស្ថិតនៅចន្លោះឆ្អឹងកងទី5និងឆ្អឹងកងទី1ការគៀបសរសៃទៅលើសរសៃប្រសាទនេះបណ្ដាលឲ្យមានប្រតិកម្មរលាករោគសញ្ញាដែលអ្នកជំងឺច្រើនមកពីគ្រោះជាមួយនឹងគ្រូពេទ្យជាញឹកញាប់អ្នកជំងឺច្រើនមានអាការៈឈឺចាប់នៅនឹងជើងជាទូទៅការឈឺចាប់នេះចាប់ផ្ដើមចេញពីខ្នងឆ្លងកាត់តាមកំពែគូតហើយឈឺចាប់បន្តត្រង់តាមផ្លូវផ្នែកខាងក្រោយនៃកំភួនជើងហើយបញ្ចប់នៅត្រង់ប្រអប់ជើងអាការៈនៃការឈឺចាប់របស់ជំងឺនេះហាក់មិនបានបង្ហាញនៅកន្លែងណាមួយពិតប្រាកដនោះទេពេលខ្លះមានការឈឺចាប់នៅម្ដុំកំពែគូតឬក៏ផ្នែកខាងក្រោយនៃជង្គង់ហើយជួនកាលទៀតក៏ឈឺនៅតែផ្នែកខ្មងជើងក៏មានតើត្រូវព្យាបាលយ៉ាងដូចម្ដេចស្ទើរតែមិនគួរឲ្យជឿរបស់ប្រើប្រាស់ក្នុងផ្ទះមានអត្ថប្រយោជន៍ច្រើនលើសពីការគិតបែបនេះសោះការព្យាបាលគៀបសរសៃឆ្អឹងខ្នងគ្រឿងផ្សំមានដូចជាគ្រាប់អំបិលធំឬអំបិលក្រួសនិងខ្ញីវិធីធ្វើនិងប្រើប្រាស់ប្រិយមិត្តគ្រាន់តែយកគ្រាប់អំបិលក្រួសទៅលីងឲ្យក្តៅដាក់ខ្ទប់ក្នុងកន្សែងយកមកស្អំនៅត្រង់កន្លែងឈឺប្រសិនណាបើវាត្រជាក់អាចយកវាទៅលីងម្ដងទៀតឲ្យក្តៅវាអាចជួយសន្សំសំចៃលុយបានច្រើនណាស់បើពិបាករកគ្រាប់អំបិលធំអាចប្រើគ្រាប់អំបិលគ្រាប់តូចជំនួសដោយដាក់គ្រាប់អង្ករចូលទៅដើម្បីកុំឲ្យគ្រាប់អំបិលតូចនោះជាប់គ្នាបន្ទាប់មកដាក់ខ្ញីជាបន្ទះយកសារធាតុផ្សំទាំង3យ៉ាងនេះមកលីងជាមួយនឹងគ្នាឲ្យក្តៅដើម្បីឲ្យមានប្រសិទ្ធភាពល្អត្រូវដាក់ធាតុផ្សំទាំង3ឲ្យគ្រប់គួរបញ្ជាក់ផងដែរថាអំបិលមានសមត្ថភាពកាត់បន្ថយនៅការរលាកអង្ករមានអត្ថប្រយោជន៍ដល់សរីរាង្គទាំង5ឯខ្ញីអាចបណ្ដេញជាតិត្រជាក់ចេញពីរាងកាយស្អំនៅត្រង់កន្លែងដែលមានរោគសញ្ញាចាប់ពីខាងក្រោមឡើងទៅខាងលើចាប់ផ្ដើមពីកំភួនជើងបន្ទាប់មកសំប្តូរឡើងទៅខាងលើត្រូវស្អំផ្នែកខាងខ្នងនៃរាងកាយរួចសឹមមកស្អំផ្នែកខាងមុខធ្វើរបៀបនេះរាងកាយរបស់យើងនឹងមានឈាមរត់ពេញរាងកាយអាការៈឈឺចាប់វានឹងចាប់ផ្ដើមបាត់បន្តិចម្ដងដោយខ្លួនឯងគួរតែប្រើកន្សែងខ្ចប់មួយជាន់ទៀតដើម្បីកុំឲ្យពេលស្អំនេះធ្វើឲ្យរលាកស្បែក